update ព័ត៌មានថ្មីនារីម្នាក់ដែលត្រូវបានបាត់ខ្លួននៅភ្នំអម៉ាល់ពេលនេះមិនទាន់រកឃើញនៅឡើយទេមិនដឹងថាតើរស័ត្វអណ្ដែតទៅដល់ណាឡើយគឺត្រឹមយប់ថ្ងៃទី1ខែសីហាឆ្នាំ2023នេះនារីម្នាក់ដែលបានបាត់ខ្លួននៅជ្រោះភ្នំអម៉ាល់នោះដោយសារតែទឹកធ្លាក់ខ្លាំងនិងមានខ្យល់កន្ត្រាក់ស្ថិតនៅក្នុងឃុំមាក់ប្រាងស្រុកទឹកឈូខេត្តកំពតនោះមិនទាន់រកឃើញនៅឡើយទេនេះបើតាមការឲ្យដឹងរបស់ឧត្តមសេនីយ៍តូម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពតលោកឧត្តមសេនីយ៍តូម៉ៅច័ន្ទមធុរិទ្ធអ្នកដឹកនាំការរុករកនេះផ្ទាល់បានឲ្យដឹងថាប្រតិបត្តិការនៃការរុករកស្ត្រីម្នាក់ដែលបានបាត់ខ្លួនមកទល់នឹងពេលនេះយើងមិនទាន់រកឃើញនៅឡើយទេក៏ប៉ុន្តែយ៉ាងណាក្រមសមត្ថកិច្ចរុករកចម្រុះមិនបានបោះបង់ការរុករកនេះចោលនោះទេហើយនៅតែបន្តស្វែងរកតទៅទៀតតាមការបញ្ជាក់របស់សមត្ថកិច្ចបានបន្ថែមថាសមត្ថកិច្ចបានជួបនៅភាពលំបាកមួយចំនួនក៏ដោយសារតែនៅតំបន់នោះជាតំបន់ព្រៃភ្នំទឹកធ្លាក់ហើយផ្គូផ្សំជាមួយនឹងមានភ្លៀងជន់កាន់តែខ្លាំងធ្វើឲ្យសមត្ថកិច្ចមានភាពលំបាកនៅក្នុងការស្វែងរកនារីម្នាក់ដែលបានបាត់ខ្លួននោះគូបញ្ជាក់ផងដែរថានៅថ្ងៃទី29ខែកក្កដាឆ្នាំ2023កន្លងទៅមាននារី3នាក់បានបាត់ខ្លួននៅពេលដែលទៅបោះតង់នៅភ្នំអម៉ាល់ដោយសារតែពេលនោះមានភ្លៀងធ្លាក់ខ្លាំងនិងខ្យល់កន្ត្រាក់បន្ទាប់ពីកើតហេតុភ្លាមសមត្ថកិច្ចបានរកឃើញនារីចំនួន2នាក់ម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសធ្ងន់ខណៈម្នាក់ទៀតបានបាត់ខ្លួនរហូតមកដល់ពេលនេះនៅមិនទាន់រកឃើញនៅឡើយទេបន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ចបានជំលះអ្នកដែលធ្វើទេសចរបែបបោះតង់នៅតំបន់នោះឲ្យចេញអំពីតំបន់នោះជាច្រើនផងដែរហើយបន្ទាប់ពីនោះមកសមត្ថកិច្ចក៏នៅតែបន្តរុករកនារីម្នាក់ដែលបានបាត់ខ្លួននោះជាបន្តទៀតក្នុងនោះដែរសមត្ថកិច្ចក៏បានអំពាវនាវទៅកាន់ភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរបែបបោះតង់ទៅតាមតំបន់ព្រៃភ្នំឬក្បែរទឹកជ្រោះឲ្យមានការប្រុងប្រយ័ត្នព្រោះនៅក្នុងតំបន់មួយចំនួនអាចនឹងមានទឹកជន់លិចបណ្ដាលមកពីមានភ្លៀងធ្លាក់ជោកជាំហើយអាចបណ្ដាលឲ្យមានគ្រោះថ្នាក់ឬហេតុការណ៍ផ្សេងៗកើតឡើងដូចជាហេតុការណ៍នេះជាក់ស្ដែង